សុភមង្គលដ៏ពិតប្រាកដព្រះយេស៊ូវទតឃើញមហាជនទាំងនេះព្រះអង្គយាងឡើងទៅលើភ្នំរួចព្រះអង្គគង់នៅទីនោះសាវកនាំគ្នាចូលមកគាល់ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថាអ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់អ្នកនោះមានសុភមង្គលហើយត្បិតពួកគេបានទទួលព្រះរាជនៃឋានបរមសុខអ្នកណាសោកសៅអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេអ្នកណាមានចិត្តស្លូតបូតអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងទទួលផែនដីទុកជាមរតកអ្នកណាស្រែកឃ្លានសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងប្រទានឲ្យពួកគេបានឆ្អែតអ្នកណាមានចិត្តមេត្តាករុណាអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងសម្ដែងព្រះハរតីមេត្តាករុណាដល់ពួកគេវិញអ្នកណាមានចិត្តបរិសុទ្ធអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងឃើញព្រះជាម្ចាស់អ្នកណាកសាងសន្តិភាពអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយត្បិតគេបានទទួលក្នុងព្រះរាជនៃឋានបរមសុខប្រសិនបើមានគេថ្មាស់តេះដៀលបៀតបៀននឹងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំនោះអ្នករាល់គ្នាមានសុភមង្គលហើយចូលអសប្បាយរីករាយឡើងព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅឋានបរមសុខត្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ